សូមគោរពជំរាបសួរពុកម៉ែបងប្អូនចានេះគឺជាវត្តដែលពួកខ្ញុំបានរៀបចំជូនមួយចាក៏ដូចជាបងដៃថ្មីដែលគាត់យកមេផ្សិតចម្បាំងមួយឈុតគឺជាឈុតប្រម៉ូសិនតម្លៃពិសេសហ្នឹងចាដែលមានតម្លៃត្រឹមតែ 25,000 រៀលទេចាអាកញ្ចក់ខាងមុខនោះចាហើយខាងក្រោយក៏មានផ្សិតអំបោះអីដែរចាអញ្ចឹងបងដែលគាត់ធ្លាប់យកទៅហើយគឺគាត់ទិញវិញសិតតែម្នាក់5ឈុត6ឈុត2ឈុតចារាល់ការដែលបងប្អូនទិញមេផ្សិតពីខាងយើងខ្ញុំទៅគឺពួកខ្ញុំមានវីដេអូបរៀនតាមចាមេផ្សិតនេះគឺថ្មីរាល់អាទិត្យអត់មានមេសល់ទេចាហើយមេផ្សិតវាមានអាយុកាលរបស់វាអាយុកាលរបស់មេផ្សិតនេះ14ថ្ងៃចាអញ្ចឹងវាដើរអត់ទាន់ស្អាតទេយើងត្រូវបន្ទុំវារក្សាទុកវាបែបហ្នឹងរហូតដល់វាដើរសរសៃស្ពណ៌ស្អាតថ្ងៃសុក្រសៅរ៍អីយើងដាំបានហើយចាហើយបងកុំភ័យថាវាហួសសុពលភាព14ថ្ងៃឯណោះចាអញ្ចឹងពេលដែលមេផ្សិតរបស់យើងទៅដល់យើងបន្ទុំមួយថ្ងៃពីរក៏បានដែរបន្ទាប់មកយើងចាប់ផ្ដើមដកគ្រឿងត្រាំច្បាំងផ្អាប់ច្បាំងទៅគឺដាំបានហើយចាអញ្ចឹងវិធីដាំមានវីដេអូស្រាប់ហើយបើបងប្អូនឆ្ងល់ឡើងណាអាចសួរនាងខ្ញុំបន្ថែមបានចាเพจបងប្អូនខ្ញុំឈ្មោះប៊ូតុងជាអក្សរអង់គ្លេសចាអាចឆាតសួរក៏បានដែរថងនេះគឺជាកំបោរសកសិកម្មសម្រាប់ត្រាំចំបើនិងបាចលើដីមុនដាំអានេះមិនមែនម្សៅត្នោតទេណាកុំច្រឡំយកលាយជាមួយនឹងមេផ្សិតចាចំណែកនេះគឺស្កររងូចាស្កររងូនេះគឺសម្រាប់ត្រាំចំបើចាចឹងមេផ្សិតរបស់ខ្ញុំគឺចេញរៀងរាល់ថ្ងៃតែម្ដងចាឲ្យបងប្អូនមានតម្រូវការអាចឆាតសួរបានចាតម្លៃឈុត promotion ចាជាឈុត 2 in 1មានគ្រឿងត្រាំចម្បើងនិងគ្រឿងដាំលាយជាមួយនឹងមេផ្សិតស្រាច់តែម្ដងចាតម្លៃត្រឹមតែ 25,000 រៀលចាអាចឆាតទៅ account បងប្អូនខ្ញុំឈ្មោះប៊ូតុងចាឬក៏ page ឈ្មោះប៊ូតុងជាសាអង់គ្លេសចាមួយថងនេះគឺបងប្អូនជាឈុត promotion ឯចាគឺទាំងអស់នេះចាមានបងប្អូនជាច្រើនគាត់ឆាតសួរខ្ញុំគាត់ថាអត់មានទឹកជីអីបងប្អូនបើបងចង់ធ្វើទឹកជីខ្លួនឯងបងប្អូនប្រើនេះកាស្កររងូនេះបើបងចង់ធ្វើទឹកជីបងប្រើកាស្កររងូឧទាហរណ៍ចេកទុំចេកដែលទុំនេះចេកទុំញោខ្លាំងមែនតែនណាគឺបងយក1គីឡូថ្លឹងវា1គីឡូមកចាហើយបងទិញក្លោសម្រាប់ដាក់វាមកឬក៏កធុនផ្លាស្ទិកហ្នឹងមកចេកនេះ1គីឡូកាស្កររងូនេះ1គីឡូចាដាក់ចូលគ្នាដើម្បីឲ្យវាកាច់បំបែកចេញជាសារជាតិ liquid សារជាតិទឹកហ្នឹងចាបំបែកចូលគ្នាវាកើតទៅជាទឹកជីហើយចាហើយរយៈពេលនៃការបំបែកហ្នឹង6ខែទៅវាល្អទៅវាបំបែកបានល្អ6ខែអញ្ចឹងបើសិនជាទឹកជីបងប្អូនឃើញគេលក់ទឹកជីប្រយ័ត្នប៉ះទឹកជីគេធ្វើអត់ទាន់គេចាក់លាយទឹកណាអញ្ចឹងបើសិនជាបងប្អូនចង់ធ្វើទឹកជីខ្លួនឯងបងប្អូនប្រើបន្លែឬក៏ផ្លែឈើដែលពណ៌លឿងមានដូចជាចេកនេះម្នាស់ស្វាយកែវល្មៀតដូចជាល្ពៅជាដើមនិយាយទៅបន្លែផ្លែឈើដែលមានពណ៌លឿងចាគឺយើងអាចបំបែកធ្វើជាទឹកជីបានហើយចាហើយបើសិនជាបងប្អូនប្រើបន្លែឬក៏ផ្លែឈើដែលមានពណ៌លឿងហ្នឹង1គីឡូស្កររងូនេះក៏1គីឡូដូចគ្នាហើយយកទៅដាក់ជុំគ្នាបើសិនជាបងប្អូនចង់ឲ្យវាបំបែកលឿនបើចាំដល់6ខែវាយូរបងប្អូនអាចទិញទឹកដូងបានយកទឹកដូងអាចគុំយកអាខ្ចីពេកគឺដូងដែលចាស់ចាក់ទឹកវាចូលទៅដើម្បីឲ្យវាកាច់បំបែកលឿនចារយៈពេល3 4ទៅ5ខែអីយើងអាចប្រើបានហើយចាអញ្ចឹងចំពោះការត្រាំច្បើងគឺកាកស្កររងូនេះហ่าបងប្អូនវាសំខាន់ដោយសារអីវាក្លិនឈ្ងុយវាឈ្ងុយវាធ្វើឲ្យសាច់ច្បើងរបស់យើងអត់ក្លិនស្អុយចាវាជាគ្លីបកូសធម្មជាតិផងដែរអញ្ចឹងបងប្អូនប្រើកាកស្ករនេះទៅល្អបងប្អូនអាចប្រើដោយអ្វីដែលខ្ញុំប្រាប់ចឹងហើយក្នុងឈុតរបស់ខ្ញុំនេះខ្ញុំមិនមានលក់ទឹកជីទេព្រោះទឹកជីមិនមែនចេះតែធ្វើកើតទេចាត្រូវការរយៈពេលយូរចាចឹងបើសិនជាបងចង់បានមេផ្សិតល្អមេផ្សិតពូជខ្មែរមេផ្សិតមានគុណភាពល្អតម្លៃល្អអាចឆាតមក account របស់នាងខ្ញុំនេះក៏បានឬក៏ page ឈ្មោះពូតុងជាអក្សរអង់គ្លេសចាអរគុណច្រើន